chắc chắn tiếp xúc này từng ngọc này miền đại điền phía sau của đây chỉ tràn đại điền phía sau của đây hái và tái miền trồng tỏi bạc mùi đại là đại đỏ sải bán cứ quạt ở đằng thá trời hai kê đôi mặt đạch cứ nông sản phía sau mà dướng cứ dừng hai mình nuôi mình đẹp bán từ tam vây rồi bạc quạt u thì họ tha pú rồi còn mính rồi còn bong rồi còn ồn bên ấy anh đang cứ được nông sản phía sau mà dừng cho được nông phía sau của đấy ta dừng hai mình nuôi chát rồi có nẹt đỏ tay sen tiết nắng đau được việc nào đây và tái khi dương ban đằng ngày cứ dương mình hai kê tha pu cho xí mình chung mà rồi có emo rồi có anh chẳng bàn này mình chẳng ấy chẳng dân thời lại được việc nào tới ta bắt tay nhóm ban po pika hai ní nơiក្នុងFacebook របស់ខ្ញុំគឺ Facebook មួយនេះហ្នឹងឯងប៉ុន្តែឥឡូវខ្ញុំយកវាមកនិយាយឡើងវិញបន្តិចក្រែងលោវែងពេកអត់មានkhiយើងអានដល់អញ្ចឹងខ្ញុំសូមសរុបឡើងវិញក្នុងនាមយើងជាអ្នកធ្វើការធម្មតាគឺយើងពិបាកដែរទៅដល់ហៅគេពូហៅគេមីងអត់កើតទេដូច្នេះជាធម្មតានៅកន្លែងធ្វើការបើសិនជាយើងស្គាល់តំណែងគេហើយហើយនឹងករណីដែលស្គាល់តំណែងគេហើយអញ្ចឹងគឺយើងត្រូវហៅតំណែងគេតែម្ដងយើងអាចហៅឈ្មោះគេបានទេទោះមិនក៏យើងអត់ដឹងឈ្មោះគេដែរតាមពិតទៅយើងមិនដឹងឈ្មោះគេទេអញ្ចឹងគឺយើងត្រូវហៅតំណែងរបស់គេឧទាហរណ៍ថាបើសិនជាគាត់មានតំណែងជាផាន់ចាងអញ្ចឹងយើងហៅគាត់ជាផាន់ចាងនីមគាត់មានតំណែងជាធីមចាងអញ្ចឹងយើងហៅគាត់ថាធីមចាងនីមឬក៏អីអញ្ចឹងទៅឬក៏ខ្វះចាងនាមជាដើមអីចឹងទៅនេះគឺក្នុងករណីដែលគេមានឋានៈខ្ពស់ជាងយើងហើយយើងស្គាល់តំណែងគេក្នុងករណីដែលយើងអត់ស្គាល់តំណែងគេទេអញ្ចឹងយើងត្រូវហៅគេដូចម្ដេចអាហ្នឹងឈ្មោះក៏យើងអត់ស្គាល់តំណែងក៏យើងអត់ស្គាល់យើងឃើញតែមុខទេអញ្ចឹងយើងគ្រាន់តែអោនហើយយើងដើរចេញបានតែម្ដងពីរដងទេអានយ៉ងហាសេអូហើយដើរចេញក៏បានតែម្ដងពីរដងដែរយើងត្រូវបន្តបង្កើតតំណែងជាមួយគាត់បន្តទៀតតើយើងត្រូវហៅគាត់ដូចម្ដេចនៅពេលនេះអ្នកទាំងអស់គ្នាបើសិនជាអត់ទាន់ស្គាល់តំណែងគាត់ទេក្នុងករណីដែលយើងទើបតែចូលទៅធ្វើការបានមួយខែពីរខែមួយខែពីរខែយើងស្គាល់ហើយយើងសួរគេឯងដឹងហើយករណីដែលយើងទើបតែទៅធ្វើការបានពី3ថ្ងៃដែលយើងទើបជួបគាត់លើកដំបូងអញ្ចឹងនៅពេលនោះរឿងដែលងាយបំផុតគឺយើងស្ដាប់គេហៅមិនយើងហៅអញ្ចឹងដែរទៅប៉ុន្តែមានករណីមួយទៀតក្នុងករណីដែលខ្លួនយើងផ្ទាល់តែម្ដងណាប្រសិនបើគេចាស់ជាងយើងនៅក្នុងកន្លែងធ្វើការយើងអត់ដឹងតំណែងគេទេអញ្ចឹងជាដំបូងយើងត្រូវហៅគេថាសុនសេងនីមជាមុនសិនហៅថាជាសុនសេងនីមគាត់មិនមែនជាគ្រូបង្រៀនរបស់យើងទេប៉ុន្តែយើងត្រូវហៅគាត់ថាសុនសេងនីមអញ្ចឹងសិនបន្ទាប់មកទៀតទៅយើងជជែកជាមួយគាត់អំពីការងារអីខ្លះរួចហើយយើងក៏សួរគាត់មួយម៉ាត់ទៅយើងសួរគាត់ថាទៅតមុខទៀតហ្នឹងតើខ្ញុំអាចហៅសុនសេនីមថាម៉េចបានតើខ្ញុំអាចហៅអ្នកថាម៉េចដែរដោយនិយាយជាភាសាកូរ៉េថា 앞으로 제가 선생님을 어떻게 부르면 될까요? 앞으로 제가 선생님을 어떻게 부르면 될까요? តើនៅថ្ងៃខាងមុខតទៅទៀតទៅតើខ្ញុំគួរហៅលោកគ្រូដូចម្ដេចដែរហៅអ្នកថាម៉េចដែរអញ្ចឹងនៅពេលហ្នឹងប្រកាសជាគេប្រាប់យើងហើយថា선생님 불러요. 과장님 불러요. 팀장님 불러요. បែបហ្នឹងណាអញ្ចឹងចាប់ពីពេលនេះទៅយើងអាចហៅគាត់យើងអាចហៅមុខតំណែងគាត់បានហើយគឺហៅថា 과장님 ឬក៏ 팀장님 ទៅតាមអ្វីដែលគាត់ប្រាប់យើងឲ្យហៅគាត់នឹងទៅចុះបើក្នុងករណីមានជនជាតិបរទេសផ្សេងទៀតដែលគាត់មានតំណែងដូចតែយើងដែរគាត់ជាអ្នកធ្វើការដូចយើងដែរហើយគាត់មានវ័យប្រហាក់ប្រហែលយើងបើសិនជាគាត់មានវ័យប្រហាក់ប្រហែលយើងជាធម្មតាការគោរពគ្នាទៅវិញទៅមកគឺត្រូវហៅឈ្មោះយើងសួរឈ្មោះគេបានហើយ 이름이 어떻게 되세요? 이름이 뭐예요? វាដូចជាវាយស្មើពេកវាសាមញ្ញពេកអញ្ចឹង 이름이 성함이 어떻게 되세요? អញ្ចឹងបើពេលដែលយើងស្គាល់ឈ្មោះគេហើយយើងអាចដាក់ឈ្មោះនឹងមក 미나 씨, 앤디 씨, 마이클 씨, 제임스 씨ឬក៏ 아나이스 씨 អីចឹងណាអានឹងក្នុងករណីដែលយើងមានមុខងារដូចគេដែរទេមុខងារដូចគ្នាមុខតំណែងដូចគ្នាវ័យប្រហាក់ប្រហែលគ្នាចុះបើករណីវ័យប្រហែលគ្នាមែនតែមុខតំណែងគេខ្ពស់ជាងយើងអាហ្នឹងយើងត្រឡប់ទៅករណីទី2វិញហើយគឺយើងត្រូវហៅមុខតំណែងគេទោះបីជាគេក្មេងជាងយើងក៏ដោយវ័យប្រហាក់ប្រហែលយើងក៏ដោយប៉ុន្តែគេមានមុខតំណែងខ្ពស់ជាងយើងអញ្ចឹងយើងត្រូវហៅធីមចាងនីមឬក៏ខ្វះចាងនីមឬក៏អីទៅតាមមុខតំណែងរបស់គាត់ដែលគាត់មាននៅក្នុងក្រុមហ៊ុននិងកន្លែងធ្វើការរបស់យើងទៅបើសិនជានៅក្នុងករណីមុខតំណែងដូចគ្នាប៉ុន្តែគេវ័យចាស់ជាងយើងអញ្ចឹងទាំងអស់គ្នាយើងត្រូវហៅគេថាសុនសេនីមរួចហើយយើងសួរគេទៅថាតើខ្ញុំអាចហៅអ្នកបានដូចម្ដេចចូលទៅក្នុងករណីដែលខ្ញុំនិយាយអំបញ្ញមិញណា제가 선생님을 어떻게 부르면 될까요? អញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយហេតុអីបានជាត្រូវឲ្យខ្ញុំហៅគាត់ថាសុនសេនីមដែលគាត់មិនមែនជាគ្រូបង្រៀនរបស់ខ្ញុំផងមិនមែនជាអ្នកគ្រូហើយគាត់ក៏មិនមែនជាអ្នកដែលមានមុខរបរជាគ្រូបង្រៀនទេតើហេតុអីបានខ្ញុំត្រូវហៅគាត់ថាសុនសេនីម
ចឹងអ្នកទាំងអស់គ្នាតាមពិតមុខងារសន្តិនិមនៅប្រទេសកូរ៉េគឺជាមុខងារដែលគេឲ្យតម្លៃណាស់អញ្ចឹងទៅយើងត្រូវហៅនរណាម្នាក់ដែលយើងមិនស្គាល់ដែលយើងមិនដឹងមុខងារគេនោះគឺហៅថាជាសន្តិនិមដោយសារទី1មុខងារសន្តិនិមគឺជាមុខងារដែលជនជាតិកូរ៉េឲ្យតម្លៃហើយទី2ធម្មតាមនុស្សយើងក្នុងការរស់នៅក្នុងកន្លែងធ្វើការឬក៏នៅកន្លែងណាក៏ដោយនៅក្នុងជីវិតគឺយើងរៀនសូត្រពីអ្នកដទៃជានិច្ចដូច្នេះហើយនៅពេលនេះគឺក្នុងករណីនេះគេមិនមែនជាគ្រូបង្រៀនក៏ដោយគេមិនមែនមុខងារជាគ្រូបង្រៀនទេប៉ុន្តែយើងហៅគេថាសន្តិនិមនេះគឺមានន័យថាគេជារៀមច្បងគេជាមនុស្សចាស់គេនៅកន្លែងធ្វើការមុនយើងនឹងអាចរៀនរឿងជាច្រើនពីគេដូច្នេះហើយទើបជាទូទៅនៅពេលដែលយើងអត់ដឹងមុខតំណែងនរណាម្នាក់គេធ្វើការងារអីឬក៏គេដូចយើងក៏ដោយប៉ុន្តែគេចាស់ជាងយើងហៅគេថាសន្តិនិមទៅបន្តមកទៀតនៅពេលដែលយើងហៅគេសន្តិនិមមួយហើយគេក៏ប្រាប់យើងថាឲ្យយើងហៅគេបែបមិនហៅតែឈ្មោះក៏បានដែរមិនហៅសន្តិនិមទេអញ្ចឹងពេលហ្នឹងនៅពេលដែលគេបើកភ្លើងខៀវទាំងអស់គ្នាគេបានឆ្លើយតបមកយើងបានសួរតែគេថាខ្ញុំគួរហៅអ្នកដូចម្ដេចហើយគេក៏ឆ្លើយតបមកវិញគេអនុញ្ញាតឲ្យយើងហៅគេថាអូននីអូប៉ាអ៊ីម៉ូឬក៏អីអញ្ចឹងពេលហ្នឹងយើងឆ្លើយយើងហៅទៅតាមអ្វីដែលគេអនុញ្ញាតហ្នឹងទៅគឺត្រឹមត្រូវហើយនេះគឺជាសុជីវធម៌មួយដែលមុននឹងយើងទៅហៅគេហៅមីងហៅពូហៅអាជូម៉ាហៅអាចោស៊ីមុនអញ្ចឹងគឺអត់ល្អទេលុះត្រាតែគេអនុញ្ញាតអូកញ្ញាអាចោស៊ីភូឡូអីចឹងណាអាចោស៊ីភូរមានទេអញ្ចឹងពេលហ្នឹងទើបយើងអាចហៅគេថាអាចោស៊ីកញ្ញាអាជូម៉ាភូរមានទេប៉ុន្តែធម្មតាគ្មានអ្នកណាគេចង់ឲ្យយើងទៅហៅគេអាជូម៉ាទេនេះគឺជារឿងពិតគេថានូណាប្រូហៅខ្ញុំតាបងស្រីមកអីចឹងណាអញ្ចឹងយើងហៅគេថានូណាទៅនូនីមហាំងនីមគឺល្អមែនតែនមុននឹងយើងសម្រាប់ចិត្តទៅហៅគេនរណាម្នាក់ថាអីអញ្ចឹងពេលដែលគេអនុញ្ញាតឲ្យយើងទៅហៅអញ្ចឹងគឺល្អហ្មងអត់មានការសាងកំហុសអីទេករណីនៅកន្លែងសាធារណៈវិញម្ដងមិនមែននៅកន្លែងការងារយើងណាជាឧទាហរណ៍ដូចយើងទៅនៅម៉ាតយើងទៅម៉ាតហើយយើងហៅគេឲ្យគិតលុយឬក៏យើងហៅគេដើម្បីសួរអីមួយនៅកន្លែងសាធារណៈអញ្ចឹងនៅពេលហ្នឹងគឺយើងត្រូវហៅឆូគីយ៉ូឬក៏យ៉ូគីយ៉ូដើម្បីហៅមនុស្សទូទៅតែម្ដងនៅពេលនេះឆូគីយ៉ូយ៉ូគីយ៉ូប៉ុន្តែបើសិនជាមើលទៅគេវ័យអត់ប្រហាក់ប្រហែលយើងទេដូចយើងចាស់ឆ្ងាយពីយើងណាចូលលក្ខណៈយើងអីអញ្ចឹងណាអញ្ចឹងគឺយើងហៅថាសុនស៊ីនីមដដែលអានេះគឺគួរសមបំផុតហើយបើសិនជាគាត់រៀងចាស់ខ្លាំងមែនតែនទៅដល់ចូលលក្ខណៈថាយាយទាំងអស់គ្នាចឹងយើងអាចគាត់ហៅគាត់ថា Harmony Haraboji អីអញ្ចឹងបានហើយប៉ុន្តែទាំងអស់គ្នាត្រូវបែងចែកមើលតាមកលៈទេសៈណាលក្ខណៈថាគាត់វ័យយាយមិនទាន់ជាយាយអីណាទេប៉ុន្តែគាត់ជាវ័យយាយសម្រាប់យើងទៅហៅគាត់ Harmony ពេលខ្លះគាត់ខឹងយើងដែរឯងចាស់ប៉ុណ្ណាបានជាមកហៅខ្ញុំថាខ្ញុំនឹងចាស់កម្រិតណាបានជាហៅខ្ញុំថាយាយអញ្ចឹងណាក្នុងករណីហ្នឹងអញ្ចឹងយើងមើលតាមហ្នឹងទៅបើសិនជាវ័យនោះពិតជាចាស់ខ្លាំងមែនតើ Harmony Haraboji អានឹងអូខេពេលខ្លះទៀតទៅយើងឃើញមានករណីខ្លះយើងហៅ emo ឬក៏អីដែរនៅតាមស៊ីកតាំងណាអញ្ចឹងនៅពេលហ្នឹងទាំងអស់គ្នាបើយើងចូលទៅកន្លែងគេទៅញ៉ាំលើកទី1អីទេយើងអាចហៅ emo តែម្ដងវាក៏ស្និទ្ធស្នាលល្អដែរប៉ុន្តែមិនដឹងថាគេពេញចិត្តដែរអត់ទេអញ្ចឹងយើងគ្រាន់តែហៅឆោគីយ៉ូធម្មតាទៅយកគីយ៉ូធម្មតាទៅរួចហើយនៅពេលដែលយើងខ្លាយទៅជាភ្ញៀវដែលឋានគូលហើយជាអ្នកទៅហាងនឹងញឹកញាប់ហើយអញ្ចឹងពេលហ្នឹងវាដូចជាករណីនេះអញ្ចឹងយើងហៅមីងយើងអ៊ំយើងអ៊ំឲ្យបាយមួយចានមកមីងខ្ញុំញ៉ាំបាយអីចឹងយើងអាចហៅយើងស្និទ្ធស្នាលតិចហើយអានឹងក្នុងករណីយើងជាមួយចិត្តដិតនៅនឹងហ្មងណាអញ្ចឹងយើងហៅគាត់អ៊ីម៉ូនីមអីចឹងទៅគេឲ្យមកហូបយើងច្រើនហើយតែដល់ពេលចូលទៅដំបូងហៅគេអ៊ីម៉ូនីមហ្មងពេកខ្ញុំមិនដែលមីងឯងពីអង្កាលមកហៅខ្ញុំមីងអីចឹងយើងហៅច្រើនគេយកគេជួយមើលណាគេអញ្ចឹងទៅល្អជាងអញ្ចឹងអ្នកទាំងអស់គ្នានេះគឺជាព័ត៌មានខ្លះៗដែលឆ្លងកាត់បទពិសោធន៍របស់ខ្ញុំគឺខ្ញុំហៅអ្នកដទៃបែបហ្នឹងណាអ្នកទាំងអស់គ្នាសង្ឃឹមថាវាអាចជាជំនួយសម្រាប់អ្នកទាំងអស់គ្នាដែរចាអរគុណច្រើន